ថ្ងៃនេះខ្ញុំមានប្រធានបទមួយតើអ្វីទៅគឺជាខ្លាញ់កកនៅក្នុងសាច់ថ្លើមឬយើងតែងនិយាយថាគឺជាខ្លាញ់រំថ្លើមខ្លាញ់រំថ្លើមនេះគឺជាការចោលខ្លាញ់មិនធម្មតានៅក្នុងសាច់ថ្លើមដែលភាសាបារាំងយើងឲ្យឈ្មោះថាជា steatohepatic ឬភាសាអង់គ្លេសយើងឲ្យឈ្មោះថាជា fatty liver ភាគច្រើននៃជំងឺខ្លាញ់កកនៅក្នុងសាច់ថ្លើមមិនស្ដែងចេញជារោគសញ្ញាឲ្យកត់សម្គាល់ទេប៉ុន្តែវាមានផលវិបាកធ្ងន់ធ្ងរទៅដល់សុខភាពនៃថ្លើមតើមានមូលហេតុនិងកត្តាជំរុញអ្វីខ្លះដែលអាចមានហានិភ័យទៅដល់ជំងឺខ្លាញ់កកនៅក្នុងសាច់ថ្លើមទី1គឺជាជំងឺ metabolic ដែលភាសាបារាំងយើងឲ្យឈ្មោះថាជា syndrome metabolic ច្រើនតែសង្កេតឃើញទៅលើបុគ្គលដែលលើសគីឡូដែលក្នុងករណីដែលបុគ្គលដែលលើសគីឡូនេះយើងអាចធ្វើការសិក្សាតាមរយៈអង្គ Dismas corporate ដែលភាសាខ្មែរយើងឲ្យឈ្មោះថាជាសន្ទស្សន៍ម៉ាស់រាងកាយដោយយើងយកគីឡូចែកជាមួយនឹងកម្ពស់លើជាការ៉េបើសិនជាសន្ទស្សន៍ម៉ាស់រាងកាយរបស់យើងនេះមានតម្លៃចន្លោះ25ទៅ30មានន័យថាយើងលើសគីឡូហើយក្នុងករណីមួយទៀតគឺច្រើនតែសង្កេតឃើញទៅលើបុគ្គលដែលមានជំងឺធាត់ដែលភាសាបារាំងឲ្យឈ្មោះថាជា obesity ដែលសន្ទស្សន៍ម៉ាស់រាងកាយរបស់យើងនេះគឺមានតម្លៃធំជាង30មិនតែប៉ុណ្ណោះទេយើងច្រើនតែសង្កេតឃើញទៅលើអ្នកជំងឺទឹកនោមផ្អែមដែលយើងឲ្យឈ្មោះថាជាយ៉ាបែតច្រើនតែកើតមានទៅលើអ្នកជំងឺដែលមានការកើនឡើងឬលើសនៅកូឡេស្តេរ៉ុលនិងត្រីក្លីសេរីដផងដែរមូលហេតុមួយទៀតដែលបង្កឲ្យមានជំងឺខ្លាញ់កកនៅក្នុងសាច់ថ្លើមគឺជាបុគ្គលដែលផឹកស្រាអាជីពដែលយើងឲ្យឈ្មោះថាជា alcoholism chronic ហើយនឹងកត្តាមួយទៀតដែលជំរុញឲ្យកើតមានជំងឺខ្លាញ់រោមថ្លើមផងដែរគឺជាជំងឺដំណោះពូជដែលក្រុមគ្រួសារខ្សែស្រឡាយរបស់គាត់មានការលើសនៅខ្លាញ់ផងដែរបាទតើការវិវត្តនៃជំងឺខ្លាញ់កកក្នុងសាច់ថ្លើមនេះវាមានការវិវត្តដូចម្ដេចដំបូងឡើយគឺវាផ្ដើមចេញអំពីខ្លាញ់កកក្នុងសាច់ថ្លើមធម្មតាហើយការវិវត្តនេះវានឹងធ្វើឲ្យមានការរលាកទៅលើសាច់ថ្លើមផងដែរដែលភាសាបារាំងយើងឲ្យឈ្មោះថាជា steatohepatitis ពេលនោះយើងនឹងសង្កេតឃើញមានការកើនឡើងនៃជាតិពុលរបស់ថ្លើមផងដែរគឺ transamina ការវិវត្តបន្តទៀតនឹងធ្វើឲ្យសាច់ថ្លើមរបស់យើងទៅជាគ្រើមដែលយើងឲ្យឈ្មោះថាជា fibrous hepatic ហើយការវិវត្តនៅតែបន្តនឹងអាចវិវត្តទៅជាថ្លើមរបស់យើងនឹងវិវត្តទៅជាក្រិនថ្លើមដែលយើងឲ្យឈ្មោះថាជា cirrhosis ផងដែរហើយករណីមួយទៀតកាន់តែការវិវត្តកាន់តែធ្ងន់ធ្ងរទៅនឹងអាចបង្កឲ្យមានជំងឺមហារីកថ្លើមផងដែរដែលយើងឲ្យឈ្មោះថាជា CHC តើការធ្វើរោគវិនិច្ឆ័យចំពោះជំងឺខ្លាញ់កកនៅក្នុងសាច់ថ្លើមយើងអាចមានមធ្យោបាយអ្វីខ្លះទី1យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសិក្សាតាមរយៈការពិនិត្យឈាមដោយសិក្សាទៅលើកម្រិតខ្លាញ់កូឡេស្តេរ៉ុលខ្លាញ់អាក្រក់ហើយនឹងត្រីក្លីសេរីដនឹងឡាក់ផងដែរយើងក៏អាចធ្វើការសិក្សាអំពីអង់ស៊ីមជាតិពុលរបស់ថ្លើមបានមានការកើនឡើងនៃជាតិពុលរបស់ថ្លើមមិនតែប៉ុណ្ណោះយើងក៏អាចធ្វើការសិក្សាតាមរយៈអេកូសាសដែលការសិក្សាតាមរយៈអេកូសាសនេះគឺវាមានតម្លៃនៅក្នុងការវាយតម្លៃនៃជំងឺខ្លាញ់កកនៅក្នុងសាច់ថ្លើមចេញជា3កម្រិតផងដែរកម្រិតដែលយើងតែងនិយាយថាសុខភាពថ្លើមធម្មតាគឺយើងអាចសិក្សាតាមរយៈអេកូសាសដោយប្រើនៅ hepatorenal index ដែលយើងអាចថាជាសន្ទស្សន៍ដោយធៀបសាច់ថ្លើមជាមួយនឹងតម្រងនោមឬវគ្គកាន់ផងដែរដែលកម្រិតធម្មតាតម្លៃនៃ hepatorenal index នេះគឺនៅចន្លោះពី1ទៅ 1.04 ចំពោះជំងឺដែលមានខ្លាញ់កកក្នុងសាច់ថ្លើមយើងបែងចែកចេញជា3កម្រិតកម្រិតទី1គឺជាជំងឺខ្លាញ់កកក្នុងសាច់ថ្លើមកម្រិតដំបូងឬកម្រិតតិចតួចគឺតម្លៃនៅ hepatorenal index នេះគឺនៅចន្លោះ 1.05 រហូតដល់ 1.24 ចំពោះជំងឺខ្លាញ់កកក្នុងសាច់ថ្លើមកម្រិតមធ្យមគឺ 1.25 រហូតដល់ 1.64 ហើយចំពោះកម្រិតខ្លាញ់កកក្នុងសាច់ថ្លើមកម្រិតធ្ងន់ធ្ងរនោះគឺធំជាងស្មើ 1.65 នេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលនឹងអាចវិវត្តឲ្យមានការរលាកថ្លើមការវិវត្តទៅជាគ្រើមថ្លើមសាច់ថ្លើមរបស់យើងគ្រើមហើយនឹងអាចវិវត្តទៅជាក្រិនឬករណីធ្ងន់ធ្ងរអាចនឹងវិវត្តទៅជាជំងឺមហារីកថ្លើមផងដែរក្នុងករណីមួយទៀតយើងអាចធ្វើការវាយតម្លៃតាមរយៈអេកូសាសដោយប្រើ elastography សិក្សាអំពីភាពឡើងរឹងឡើងក្រិននៃសាច់ថ្លើមព្រមទាំងអាចធ្វើការសិក្សាតាមរយៈ fibroscan ដើម្បីសិក្សាតើកម្រិតសាច់ថ្លើមរបស់យើងនោះនៅក្នុងកម្រិតណា
ឡើងក្រើមឡើងក្រិនបាទក្នុងករណីនេះយើងអាចធ្វើការវិតម្លៃបាទផងដែរបាទសូមអរគុណបាទ